សួស្តីបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធី podcast របស់យើងនៅថ្ងៃនេះយើងនឹងជជែកគ្នាអំពីប្រធានបទដ៏មានអត្ថន័យប្រផុតមួយសម្រាប់ជីវិតគឺការស្គាល់ខ្លួនឯងគឺជាជោគជ័យដំបូងបំផុតហើយថ្ងៃនេះនាងខ្ញុំសុជាតាមិនមែននៅម្នាក់ឯងទេគឺមានការចូលរួមពីវិក្កាមិត្តកិត្តិយសលោកគ្រូសារឿនដែលជាអ្នកឯកទេសខាងការអភិវឌ្ឍខ្លួននិងជាអ្នកប្រឹក្សាជីវិតដ៏ល្បីល្បាញសួស្តីលោកគ្រូតើលោកគ្រូមានសុខទុក្ខយ៉ាងណាដែរចា៎បាទសួស្តីសុជាតានិងសួស្តីដល់បងប្អូនអ្នកស្ដាប់ទាំងអស់គ្នាខ្ញុំពិតជាមានក្តីសោមនស្សរីករាយណាស់ដែលបានមកចូលរួមចែករំលែកtrongថ្ងៃនេះចំពោះសុខភាពគឺសុខសប្បាយជាធម្មតាទេហើយរឹតតែសប្បាយចិត្តនៅពេលបានដឹងថាយើងនឹងជជែកទីប្រធានបទនេះព្រោះវាគឺជាគ្រឹះដ៏រឹងមាំបំផុតដែលមនុស្សគ្រប់គ្នាគួរតែស្វែងយល់ពិតមែនហើយលោកគ្រូជាញឹកញាប់យើងតែងតែខិតខំប្រឹងប្រែងដើម្បីជោគជ័យខាងក្រៅដូចជាទ្រព្យសម្បត្តិឬបុណ្យស័ក្តិប៉ុន្តែយើងហាក់ដូចជាភ្លេចមើលមកក្នុងខ្លួនឯងទៅវិញតើតាមបទពិសោធន៍របស់លោកគ្រូការស្គាល់ខ្លួនឯងពិតប្រាកដមានន័យដូចម្តេចដែរចំពោះជីវិតមនុស្សយើងសំណួរនេះល្អណាស់សុជាតាការស្គាល់ខ្លួនឯងមិនមែនគ្រាន់តែដឹងថាឈ្មោះអ្វីរស់នៅឯណាឬធ្វើការអ្វីនោះទេប៉ុន្តែវាគឺជាការយល់ដឹងច្បាស់អំពីចំណុចខ្លាំងចំណុចខ្សោយតម្លៃដែលយើងប្រកាន់ខ្ជាប់និងអ្វីដែលធ្វើឲ្យយើងមានសុភមង្គលពិតប្រាកដចេញពីខាងក្នុងមនុស្សជាច្រើនរស់នៅពេញមួយជីវិតតាមការចង់បានយ៉ាងដទៃឬតាមស្តង់ដារសង្គមរហូតដល់ពួកគេវង្វេងនិងភ្លេចសួរខ្លួនឯងថាតើខ្លួនឯងជានរណាឲ្យប្រាកដហើយចង់បានអ្វីឲ្យពិតប្រាកដអូនិយាយទៅវាដូចជាការស្វែងរកពន្លឺក្នុងងងឹតអញ្ចឹងលោកគ្រូចុះហេតុអ្វីបានជាលោកគ្រូហ៊ានអះអាងថាវាគឺជាជោគជ័យដំបូងបំផុតបែបនេះទៅវិញតើវាមិនមែនជាការសម្រេចគោលដៅធំៗទេឬដែលជាជោគជ័យពីព្រោះថាបើអ្នកមិនស្គាល់ខ្លួនឯងទេទោះបីជាអ្នកដើរដល់កំពូលភ្នំនៃភាពមានបានក៏អ្នកនឹងនៅតែមានអារម្មណ៍ថាឯកោនិងមិនពេញចិត្តនឹងអ្វីដែលខ្លួនមានដែរនៅពេលយើងស្គាល់ខ្លួនឯងយើងនឹងធ្វើការសម្រេចចិត្តបានត្រឹមត្រូវបំផុតសម្រាប់ជីវិតយើងមិនងាយរារែកតាមសម្លេងអ្នកដទៃហើយយើងនឹងប្រើប្រាស់ធម៌ពលរបស់យើងចំគោលដៅដែលនាំឲ្យទទួលបានលទ្ធផលល្អបំផុតដោយមិនហត់នឿយផ្លូវចិត្តនេះហើយគឺជាការចាប់ផ្ដើមនៃភាពជោគជ័យដែលមាននិរន្តរភាពនិងសេចក្តីសុខពិតប្រាកដស្ដាប់ទៅហាក់ដូចជាសាមញ្ញតែការអនុវត្តប្រហែលជាមិនងាយស្រួលចុះសម្រាប់អ្នកដែលកំពុងមានអារម្មណ៍ថាវង្វេងផ្លូវឬមិនទាន់ដឹងថាខ្លួនឯងពូកែខាងអ្វីឬស្រឡាញ់អ្វីពិតប្រាកដតើលោកគ្រូមានវិធីសាស្ត្រអ្វីខ្លះដើម្បីជួយឲ្យពួកគាត់ចាប់ផ្ដើមស្គាល់ខ្លួនឯងបានបាទជំហានដំបូងបំផុតគឺភាពស្ងប់ស្ងាត់ក្នុងសម័យកាលបច្ចេកវិទ្យានេះយើងរវល់ជាមួយពិភពខាងក្រៅពេកសាក់លបងចំណាយពេលយ៉ាងតិច15នាទីក្នុងមួយថ្ងៃនៅម្នាក់ឯងគ្មានទូរស័ព្ទគ្មានសម្លេងរំខានសួរសំណួរខ្លួនឯងថាតើអ្វីដែលធ្វើឲ្យខ្ញុំញញឹមចេញពីចិត្តនៅថ្ងៃនេះឬតើអ្វីដែលខ្ញុំចង់ធ្វើបំផុតប្រសិនបើគ្មាននរណាម្នាក់ចាំមើលបំណាងឬរីគុណខ្ញុំការកត់ត្រាប្រចាំថ្ងៃឬ journaling ក៏ជាវិធីដ៏អស្ចារ្យដើម្បីឆ្លុះបញ្ចាំងពីអារម្មណ៍និងលំនាំគំនិតរបស់យើងដែរពិតជាអស្ចារ្យមែនលោកគ្រូខ្ញុំចូលចិត្តត្រង់ថាជួនកាលយើងខ្លាចភាពស្ងាត់ស្ងាត់ព្រោះយើងខ្លាចត្រូវជួបមុខជាមួយការពិតនៃខ្លួនឯងដែលយើងមិនចង់ទទួលយកប៉ុន្តែដោយលោកគ្រូមានប្រសាសន៍អញ្ចឹងការប្រឈមមុខនឹងខ្លួនឯងគឺជាកម្លាំងដ៏ខ្លាំងក្លាបំផុតពិតណាស់សុជាតាកុំខ្លាចចំណុចខ្សោយរបស់ខ្លួនឯងការទទួលស្គាល់ថាខ្លួនឯងមានចំណុចខ្វះខាតក៏ជាផ្នែកមួយដ៏សំខាន់នៃការស្គាល់ខ្លួនឯងដែរនៅពេលយើងទទួលយកវាយើងទើបអាចកែប្រែវាបានដោយក្តីស្រឡាញ់ចូលចាំថាគ្មាននរណាម្នាក់ល្អឥតខុសទេប៉ុន្តែមនុស្សដែលជោគជ័យបំផុតគឺជាមនុស្សដែលស្គាល់ពីកំណើនដែលល្អបំផុតនៃខ្លួនឯងហើយខិតខំអភិវឌ្ឍវាជារៀងរាល់ថ្ងៃស្ដាប់លោកគ្រូហើយធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមានកម្លាំងចិត្តខ្លាំងណាស់វាហាក់ដូចជាការដោះលែងខ្លួនឯងឲ្យមានសេរីភាពពីសម្ពាធអ្នកដទៃការស្គាល់ខ្លួនឯងមិនមែនជាគោលដៅចុងក្រោយដែលយើងទៅដល់ហើយឈប់នោះទេមែនទេលោកគ្រូបាទពិតជាត្រឹមត្រូវណាស់សុជាតាយើងផ្លាស់ប្ដូររាល់ថ្ងៃបទពិសោធន៍ថ្មីៗធ្វើឲ្យយើងរីកចម្រើនដូច្នេះយើងត្រូវតែបន្តរៀនសូត្រពីខ្លួនឯងជានិច្ចប្រសិនបើអ្នកចង់ជោគជ័យក្នុងអាជីពឬក្នុងគ្រួសារកុំទាន់អារម្មណ៍ទៅប្រកួតជាមួយពិភពលោកអីជួយឈ្នះចិត្តខ្លួនឯងនិងស្គាល់ចិត្តខ្លួនឯងឲ្យច្បាស់ជាមុនសិននោះផ្លូវទៅមុខនឹងភ្លឺស្វាងដោយឯកឯកអរគុណលោកគ្រូសារឿនខ្លាំងណាស់សម្រាប់ការចែករំលែកដ៏មានតម្លៃនិងពោរពេញដោយអត្ថន័យនៅថ្ងៃនេះនាងខ្ញុំសង្ឃឹមថាប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នានឹងយកកលឹះទាំងនេះទៅអនុវត្តដើម្បីរកឃើញពន្លឺនិងភាពខ្លាំងនៅក្នុងខ្លួនឯងបាទសូមអរគុណសុជាតានិងសូមជូនពរឲ្យអ្នកគ្រប់គ្នាជួបតែភាពជោគជ័យលើវិថីនៃការស្វែងរកខ្លួនឯងសូមអរគុណជាចុងក្រោយសូមអរគុណបងប្អូនដែលបានតាមដានស្ដាប់ podcast របស់យើងតាំងពីដើមរហូតដល់ចប់កុំភ្លេចតាមដាននៅភាពបន្តទៀតដែលយើងនឹងនាំយកប្រធានបទល្អៗមកចែករំលែកទៀតជួបគ្នាពេលក្រោយសូមជម្រាបលា